លោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីហ៊ុនម៉ាណែតអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជាបានផ្ដល់អនុសាសន៍សំខាន់ៗចំនួន8ចំណុចដើម្បីពង្រឹងប្រសិទ្ធភាពការងារមនុស្សធម៌និងតម្រង់ទិសសម្រាប់ផែនការយុទ្ធសាស្ត្រឆ្នាំ2026-2030 ការថ្លែងនេះបានធ្វើឡើងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ2025និងទិសដៅការងារអាទិភាពឆ្នាំ2026នៅទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជានារសៀលថ្ងៃទី28ខែវិច្ឆិកាឆ្នាំ2025ក្នុងនាមតំណាងរបស់សម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនអរនីហ៊ុនសែនលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានកោតសរសើរចំពោះថ្នាក់ដឹកនាំនិងសមាជិកសមាជិកាទាំងថ្នាក់កណ្ដាលនិងសាខាទាំង25រាជធានីខេត្តសរុបជាង150នាក់ដែលបានចូលរួមយ៉ាងសកម្មនៅក្នុងការពិភាក្សានិងរកឃើញបញ្ហាប្រឈមនានាតាមរយៈប្រព័ន្ធ Digital Google Form ដើម្បីដាក់ចេញជាដំណោះស្រាយសម្រាប់ឆ្នាំបន្ទាប់លោកជំទាវបណ្ឌិតបានពំនាំនៅព្រះរាជសាវនីសាកសួរសុខទុក្ខពីសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរនិងប្រសាសន៍របស់សម្ដេចគតិប្រិទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជាដែលបានគូបញ្ជាក់ពីស្មារតីទទួលខុសត្រូវខ្ពស់ក្រោមទិសស្លោកកាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាមិនទុកនរណាម្នាក់ចោលដើម្បីធានាបាននូវនិរន្តរភាពនិងទំនុកចិត្តពីសាធារណជនលោកជំទាវបណ្ឌិតអនុប្រធានអចិន្ត្រៃយ៍បានដាក់ចេញនូវអនុសាសន៍ទាំង8ចំណុចរួមមានការបញ្ចប់ការវិភាគយុទ្ធសាស្ត្រឆ្នាំ2026-2030ការពង្រឹងផែនការអភិវឌ្ឍ2021-2030ការកសាងភាពធន់សហគមន៍ស្តង់ដារផែនការបរិវត្តកម្ម Digital 2026-2030 វប្បធម៌នៃការរៀនសូត្រនិងកិច្ចសហប្រតិបត្តិការលោកជំទាវបណ្ឌិតពេជ្រច័ន្ទមុនីបានសង្កត់ធ្ងន់ថាភាពជោគជ័យរបស់កាកបាទក្រហមកម្ពុជាអាស្រ័យលើកត្តាធំពីរគឺការគាំទ្រពីសប្បុរសជននិងឆន្ទៈដ៏មោះមុតរបស់អ្នកប្រតិបត្តិការជួរមុខលោកជំទាវមានជំនឿថាតាមរយៈការអនុវត្តតាមអនុសាសន៍ទាំងនេះការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជានឹងកាន់តែមានប្រសិទ្ធភាពនិងល្អប្រសើរឡើងជាលំដាប់បាទ